បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាដោយសារតែមានការគម្រាមកំហែងចង់ធ្វើឃាតពីខាងអ៊ីរ៉ង់ដូច្នេះបានធ្វើឲ្យលោកប្រធានាធិបតី Donald Trump បានសម្រេចទទួលយកនៅប្រតិបត្តិការមួយដែលខាងក្រុមកងការពាររបស់លោកបានរៀបចំដែលមានលក្ខណៈមិនធម្មតាមួយហើយរឿងនេះបានកើតមានឡើងកាលពីខែមុនគឺពាក់ព័ន្ធជាមួយនឹងការដែលលោកទៅតែភៀសខ្លួនដោយសម្ងាត់បាទចាក់ហោះចេញដោយសម្ងាត់ចេញពីប្រទេសទូគីដោយប្រើប្រាស់យន្តហោះយោធាជំនួសមកវិញបាទយន្តហោះយោធាជំនួសក្នុងខណៈពេលដែលព័ត៌មានជាផ្លូវការគឺគេបានឲ្យដឹងថាលោកប្រធានាធិបតីគឺជិះយន្តហោះ Air Force One ដែលជាយន្តហោះរបស់ប្រធានាធិបតីហ្នឹងគឺត្រឡប់មកអាមេរិកវិញទេបាទក៏ប៉ុន្តែបើតាមការចងក្រងឯកសារនឹងទូបានពីខាង Washington Post ក៏ថាមិនអញ្ចឹងទេបាទគឺការពិតទៅមានការរៀបចំជាប្រតិបត្តិការការពារយ៉ាងលម្អិតទៅលើលោកប្រធានាធិបតីបាទហើយអំពីរឿងនេះគឺមិនទាន់មានអ្នកណារាយការណ៍ពីមុនមកទេបាទគឺជារឿងមួយដែលអ្នកសារព័ត៌មាន Washington Post គាត់ចងក្រងទៅហើយនឹងទទួលបានឯកសារមួយចំនួនគាត់ឃើញចំណុចដូចនេះអញ្ចឹងបើតាមការដឹងគឺពេលដែលលោកប្រធានាធិបតីឡើងទៅជាយន្តហោះហ្នឹងអ្នកសារព័ត៌មានឡើងអស់ហើយបើតាមធម្មតាពីព្រោះអីសារព័ត៌មានគាត់ឡើងទៅមុននោះហើយពេលលោកប្រធានាធិបតីឡើងទៅហ្នឹងគឺបាទគេស្មានអ្នកកសែតនៅលើយន្តហោះស្មានតែអូលោកប្រធានាធិបតីអង្គុយនៅកន្លែងបន្ទប់របស់ប្រធានាធិបតីនឹងអត់ដឹងសោះតែម្ដងបាទពីព្រោះគេថាអូប្រជិះជាមួយគ្នាក៏ប៉ុន្តែពេលដែលលោកប្រធានាធិបតីឡើងទៅផុតហ្នឹងគឺបាទលោកបានទៅជិះយន្តហោះផ្សេងទៅវិញទេបាទនេះបើយោងទៅតាមប្រភពនានាដែលបានថ្លែងប្រាប់សារព័ត៌មាន Washington Post ហើយសូមមិនបញ្ចេញឈ្មោះដោយសារតែរឿងហ្នឹងគឺពួកគាត់មិនមានសិទ្ធិក្នុងការនិយាយជាមួយនឹងអ្នកសារព័ត៌មានបាននោះបាទគឺបានបើយោងតាមប្រភពព័ត៌មានផ្លូវការវិញដែលចេញពីសេតវិមានគឺបានអះអាងថាលោកប្រធានាធិបតី Donald Trump បានចាក់ចេញពីប្រទេសទូគីនៅថ្ងៃទី8ខែកក្កដាបាទដែលដោយជិះយន្តហោះ Air Force One មុនបាទគឺពណ៌ខៀវនេះពណ៌ខៀវដែលនៅក្នុងរូបហ្នឹងគឺជាយន្តហោះចាស់របស់ Air Force One របស់លោកប្រធានាធិបតីគឺជំនួសកាលហ្នឹងគេថាដោយសារតែយន្តហោះដែលខាងប្រទេសកាតាផ្ដល់ជូនជាកាដូដល់លោកប្រធានាធិបតីគឺយន្តហោះ Boeing 747-8ហ្នឹងគឺមានបញ្ហាខាងសុវត្ថិភាពអញ្ចឹងហើយគឺឥឡូវហ្នឹងត្រូវយកយន្តហោះហ្នឹងមកដឹកលោកប្រធានាធិបតីវិញបាទយន្តហោះចាស់ទៅដឹកលោកប្រធានាធិបតីវិញហើយលោកប្រធានាធិបតីក៏ឡើងទៅជិះយន្តហោះហ្នឹងក៏ប៉ុន្តែការពិតមិនមែនជិះយន្តហោះហ្នឹងទៀតចេញតាមចលនាហ្នឹងបាទទៅជិះយន្តហោះផ្សេងគឺយន្តហោះប្រភេទគេហៅថា Air Force C-32A បាទហ្នឹងគឺជាយន្តហោះ Boeing ដែរប៉ុន្តែគេយកទៅកែច្នៃសម្រាប់បំពាក់គោលបំណងយោធាដើម្បីការពារដឹកប្រធានាធិបតីក្នុងគ្រាមានបញ្ហាអីឬក៏ដឹកអនុប្រធានាធិបតីផ្សេងអនុប្រធានាធិបតីបាទនៅក្នុងការដែលរៀបចំដឹកនឹងបាទអញ្ចឹងដូច្នេះបើតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាន Washington Post គឺយន្តហោះ Air Force One ដែលមាននៅក្នុងរូបនេះពណ៌ខៀវហ្នឹងគឺគេប្រើជាគេថាយន្តហោះបឆោតទេមិនអោយគេដឹងដូច្នេះប្រសិនបើមានអ្នកណាចង់វាប្រហារគឺយន្តហោះនោះអត់មានលោកប្រធានាធិបតីនៅលើនឹងទេមានតែអ្នកសារព័ត៌មានបើជិះនៅលើនឹងបាទគឺលោកពេលដែលលោកបានចេញមកហ្នឹងគឺបាទមានព័ត៌មានថាអាចនឹងមានការប៉ុនប៉ងធ្វើឃាតលើលោកប្រធានាធិបតីដូចចឹងហើយខាងអង្គរៈនេះត្រូវតែរៀបចំបាទបើតាមការបញ្ជាក់បន្ថែមពីខាង Washington Post ដឹងថាដូច្នេះការដែលកងអង្គរៈសម្រេចចិត្តរៀបចំវិធានការដូច្នេះគឺបានមានន័យថាគឺពួកគេត្រូវតែបង្ខំចិត្តបានលាក់ទីតាំងរបស់ប្រធានាធិបតីនឹងគឺពីសាធារណជនអស់ជាច្រើនម៉ោងផងដែរពីព្រោះតាមធម្មតាអ្នកសារព័ត៌មានដែលជិះយន្តហោះជាមួយនឹងលោកប្រធានាធិបតីនឹងគឺនៅក្នុងច្បាប់របស់សហរដ្ឋអាមេរិកគាត់ដើរតួនាទី
ជាតំណាងជាផ្នែកចំហឲ្យប្រជាពលរដ្ឋអាមេរិកដើម្បីតាមដានមើលការងាររបស់ប្រធានាធិបតីហ្នឹងបើជាឬក៏មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលហ្នឹងថាតើធ្វើយ៉ាងម៉េចទៅដល់ណាហ្នឹងដើម្បីរីកាជូនមហាជនវិញពលរដ្ឋអាមេរិកដែលជាអ្នកបងពុនហ្នឹងឲ្យបានដឹងពីបញ្ហាហ្នឹងផងដែរបាទសារព័ត៌មាន Washington Post គាត់ថាពេលដែលបានទទួលឯកសារហ្នឹងមកគឺគាត់បានតាក់ទងទៅសួរខាងសេតវិមានផងដែរអំពីព័ត៌មានលម្អិតក៏ប៉ុន្តែខាងសេតវិមានគឺមិនបានឆ្លើយតបមកវិញទេថាតើលោកប្រធានាធិបតីយ៉ាងណាហើយបានម្នាក់រុញសំណួរទៅវិញទៅមកឲ្យទៅសួរទៅខាងមន្ទីរបញ្ចកោណបាទមន្ទីរបញ្ចកោណឲ្យការពារជាតិរុញមកខាងក្រសួងខាងសេតវិមានវិញបាទដូច្នេះគឺអ្នកសារព័ត៌មានមិនបានទទួលព័ត៌មានអ្វីបញ្ជាក់មកវិញទេបាទហើយនៅក្នុងវីដេអូដែលបានបញ្ចេញខាង CNN គាត់ផ្សាយបាទគឺគេថតរូបភាពរួមទូទៅតែម្ដងគឺពេលហ្នឹងគឺលោកប្រធានាធិបតីគាត់ឡើងចណ្ដើរយន្តហោះ Air Force One ដូចដែលរូបភាពដែលខ្ញុំបង្ហាញនេះបាទពេលអញ្ចឹងទៅគាត់ចូលទៅគេបិទទ្វារការពិតមានរថយន្តសម្រាប់ដឹកគេហៅថាអាហារសម្រាប់ឲ្យយន្តហោះឲ្យអ្នកដំណើរហ្នឹងបាទគឺលោកប្រធានាធិបតីគាត់ចេញតាមច្រកដែលគេផ្គត់ផ្គង់អាហារហ្នឹងព្រោះហ្នឹងគេមានទ្វារគេផ្សេងសម្រាប់បញ្ចូលមហូបអាហារណាបាទលោកចេញតាមច្រកហ្នឹងចូលទៅក្នុងរថយន្តហ្នឹងហើយរថយន្តហ្នឹងបើកវៀងទៅរថយន្តហោះទី2បាទយន្តហោះទី2នៅចតក្បែរនឹងយន្តហោះយោធានៅចតក្បែរហ្នឹងគឺលោកប្រធានាធិបតីឡើងទៅលើយន្តហោះហ្នឹងហើយហោះចេញមកតែម្ដងបាទនេះបើតាមការបញ្ជាក់ឲ្យដឹងណាបើចឹងព័ត៌មាននេះគឺកំពុងជាព័ត៌មានធំនៅសហរដ្ឋអាមេរិកពីព្រោះអីវិជាការមួយដែលគម្រាមកំហែងដល់សមត្ថភាពប្រធានាធិបតីសហរដ្ឋអាមេរិកក៏ប៉ុន្តែបើតាមការរាយការណ៍របស់ខាង New York Washington Post គាត់ថាមិនមែនជារឿងចម្លែកទេដែលប្រតិបត្តិការត្រូវធ្វើបែបនេះកាលលើកមុនលោក Bill Clinton ក៏ធ្លាប់ទៅការបានខាងអង្គរៈរៀបចំការពារសន្តិសុខផងដែរពេលហ្នឹងកាលហ្នឹងទៅប្រទេសប៉ាគីស្ថានបាទ